តាកាកាហ្វេសូមជម្រាបសួរបងប្អូនបាទសួស្តីឆ្នាំថ្មី2025បាទនេះគឺជាវីដេអូមួយដែលចង់បង្ហាញពីបាទប្រពៃណីរបស់ខ្មែរយើងដែលតែងតែបាទមាននៅតាមភូមិស្រុកដែលគាត់តែងតែបាទលេងកម្សាន្តនៅតាមរដូវកាលនេះរដូវកាលពិធីបុណ្យចូលឆ្នាំអញ្ចឹងបងប្អូនអញ្ចឹងរបាំនេះគេហៅថារបាំត្រុដិអញ្ចឹងរបាំត្រុដិនេះបាទដើមឡើយមានដើមកំណើតនៅឯខេត្តសៀមរាបបាទគេតែងតែឃើញមានការប្រគំលេងនៅរដូវកាលចូលឆ្នាំអញ្ចឹងតាមពាក្យថាត្រុដិគឺបានបង្ហាញថាបានន័យថាដំណើរការនៃការផ្ដាច់កាត់ផ្ដាច់ឬក៏ការផ្ដាច់ពីឆ្នាំចាស់ចូលឆ្នាំថ្មីអញ្ចឹងបាទពាក្យថាត្រុដិរបាំត្រុដិនេះគឺជារបាំជូនពរបាទដល់ក្រុមគ្រួសារក៏ដូចជាបាទតាមកន្លែងដែលបាទយើងលេងដើម្បីអបអរសាទរនៅពិធីបុណ្យចូលឆ្នាំថ្មីនិងបាទផ្ដល់សេចក្តីសុខចម្រើនដល់បាទក្រុមគ្រួសារក៏ដូចជាបងប្អូនបាទប្រជាពលរដ្ឋហើយនឹងបាទផ្ដល់នៅបាទសិល្បៈកំសាន្តបាទមួយបែបបាទដើម្បីឲ្យមានភាពបាទរីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែររបស់យើងបាទអញ្ចឹងប្រពៃណីនេះបានបាទធ្វើឡើងបាទនៅតាកាកាហ្វេបាទដើម្បីឲ្យមានសេចក្តីសុខចម្រើនអញ្ចឹងបាទរបាំត្រុដិបាទក៏សូមបាទជូនពរបាទក៏ដូចជាផ្ដល់នៅបាទភាពរីករាយបាទសេចក្តីសុខសុភមង្គលបាទជូនដល់ក្រុមគ្រួសារហើយពួកខ្ញុំក៏បានបាទផ្ដល់នៅបាទការឧបត្ថម្ភថវិកាមួយចំនួនដល់ពួកគាត់បាទដើម្បីឲ្យសម្រួលដល់ការបាទលេងកម្សាន្តសប្បាយនេះដែរអញ្ចឹងអរគុណពុកម៉ែបងប្អូនបាទដែលបានមើលវីដេអូនេះហើយពួកគាត់បាទខ្ញុំមានការស្ងើចសរសើរនិងថ្លែងអំណរគុណបាទយ៉ាងខ្លាំងដែលពួកគាត់បានបាទថែរក្សានិងអភិរក្សនៅបាទប្រពៃណីដូនតាខ្មែររបស់យើងអរគុណជម្រាបលាបើពេញចិត្តសូមឲ្យមេដៃមួយបាយបាយ